នេះដើមត្រប់យើងបេះបានឡើង 4-5 ដងហើយអត់តបានតែងមេឃអញ្ចឹងថ្ងៃហ្នឹងចង់មកតែងមេឃបន្តិចហើយកាត់ស្លឹកវាពូវាជាអៀតខ្លាំងហើយមើលផ្លែមកបន្តទៀតហើយនេះជាសកម្មភាពខ្លះដែរយើងចូលទៅកាត់ហើយកាមេរ៉ាមិនបាច់សួរអ្នកណាទេកាមេរ៉ាមែនគឺអេលិចគេថតឲ្យនេះយើងកាត់ស្លឹកវាស្លឹកណាចាស់ហ្នឹងយើងកាត់វាចោលអស់ទៅបើយើងទុកវាជាអៀតហើយវាអត់ល្អព្រោះដោយសារតាស្លឹកវាបឺតយកជីវជាតិអស់អញ្ចឹងដើមវាអត់សូវបញ្ចេញផ្កាបញ្ចេញអីអញ្ចឹងទៅយើងកាត់វាឲ្យស្លាស់ទៅដើម្បីឲ្យផ្កានឹងមានក្តឹបបន្តមកទៀតអញ្ចឹងហើយស្រួលដើរចូលកាត់ស្រួលមើលតកើមើលអីទៀតព្រោះពេលខ្ញុំកាត់ខ្ញុំឃើញតកើច្រើនណាហើយទ្របស្រួលដាំមែនតើអ្នកទាំងអស់គ្នាខ្ញុំអត់ដែលដឹងថាវាស្រួលដាំមិនថានឹងសោះព្រោះខ្ញុំធ្លាប់ព្យាយាមម្ដងហើយវាខ្ញុំអត់ដែលយកចិត្តទុកដាក់នឹងអាពេលយើងសាបកូនណាពេលបើធ្វើកូនបានគឺស្រួលដាំតែម្ដងអញ្ចឹងផ្លែបេះបានច្រើនដងមែនតើហើយមើលនៅដើមល្អទៀតខ្ញុំបេះបានឡើងច្រើនដងហ្នឹងហើយមើលនៅដើមនៅល្អអញ្ចឹងទៅយើងតែងមេឃវាស្អាតទៅហើយជាខ្ញុំដាក់កំប៉ុស្តថែមព្រោះដោយសារតាលើកមុនដាក់កំប៉ុស្តម្ដងដែរអញ្ចឹងទៅដាក់បាន2ដងលើកនឹងឯងជាងតែងមេឃតែងអីហើយយើងដាក់កំប៉ុស្តវាទៅឲ្យវាល្អផ្កាចេញមកទៀតអញ្ចឹងណាហើយនេះមកផ្លែគេចេញមកបន្តយើងចូលកាត់ខ្នែងណាដែលយើងអត់ត្រូវការយើងកាត់វាចេញវាទូចជ្រុលហើយផ្លែមកដល់ដីមកកាត់វាចោលអាខ្នែងហ្នឹងសិតតែមានផ្កាចេញមកបន្តរហូតប៉ុន្តែខ្ញុំកាត់វាចោលខ្លះដោយសារតែវាជាអៀតពេកអញ្ចឹងណាហ្នឹងហើយរបៀបយើងកាត់ស្លឹកវាទ្របគេដាំបើសិនជាយើងអត់កាត់អត់តែងវាទេវាអត់សូវមានផ្លែទេវាល្អតែស្លឹកណា